ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះត្រីបង្វិលមួយឈុតថ្មីទៀតហើយចាដែលភ្ញៀវរបស់យើងគាត់បានកម្មងណាឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាកំពុងតែធ្វើការសាកម៉ូទ័រមុនពេលរវ៉ាន់ចេញចាជៀសវាងកុំឲ្យថាមានបញ្ហាពេលដែលទៅដល់កន្លែងគាត់អីអត់វិលអត់អីអញ្ចឹងណាអញ្ចឹងគឺខាងយើងរៀបចំសាកឲ្យបណ្ដាក់ជូនភ្ញៀវចាហើយខាងលើនេះក៏យើងមានស្លាប្រវែង4ទឹកសម្រាប់វិចខ្ចប់ឬក៏ដាក់អីវ៉ាន់តាំងថាមហូបតាំងអីផ្សេងៗនឹងបានចាហើយបើនិយាយពីម៉ូទ័ររបស់យើងវិញគឺវិលស្ងាត់ល្អតែម្ដងចាអត់មានលើសំឡេងតាក់ឬក៏រអាក់រអួលអីទេចាគឺវិល smooth បែបហ្នឹងតែម្ដងចាហើយអានេះគឺអាគុយកំពុងតែចាប់សាកចាហើយក៏សូមបញ្ជាក់នៅក្នុងវីដេអូហ្នឹងដែរថាប្រភេទម៉ូទ័រដែលខាងយើងប្រើគឺជាប្រភេទម៉ូទ័រឡានចាម៉ូទ័រចជុះរបស់ឡានណាហើយម៉ូទ័រនឹងដែរយើងចាប់ខុសឆ្វេងស្ដាំអីគឺវាអត់ឆេះទេវាគ្រាន់តែបើយើងចាប់ខុសទៅវាវិលប្រជ្រះបើយើងចាប់ត្រូវទៅវាវិលទៅតាមលំដាប់លំដោយរបស់វាអញ្ចឹងទៅតាមស្ដាំអញ្ចឹងទៅចាហើយខាងក្រោយនេះក៏យើងមានស្លាបបន្តិចដែរសម្រាប់ដាក់អីវ៉ាន់ឬក៏ដាក់តាំងថាសម្ហូបអីបានដូចគ្នាចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទរទេះកំងបែបហ្នឹងឬក៏លក្ខណៈប្រភេទរទេះកំងអីផ្សេងៗហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុង page នឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេញហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ